រូបសំណាក់មេតួខ្មែរសង់បែមុខទៅរកច្រកព្រំដែនអានសេះស្រែកឲ្យកូនខ្មែរចងចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលស៊ូសសាយកំទេចរូបសំណាក់តាអ៊ុំដែលសង់ឡើងនៅរង្វង់មូលច្រកអានសេះស្ថិតនៅក្នុងភូមិអានសេះឃុំជួមខ្សានស្រុកជួមខ្សានខេត្តព្រះវិហារហេតុអ្វីយោធាថៃស្អប់លោកតាអ៊ុំម្ល៉េះទៅប្រវត្តិរូបសំណាក់លោកតាអ៊ុំមានអ្វីពាក់ព័ន្ធគំនុំអតីតកាលរវាងខ្មែរសៀមព្រះដេចជាគុណសឿនសុភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុំគឺជាមេទ័ពខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង្អាចជាង 2000 នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់សពអានសិនដែលមានន័យថាសពសម្រាប់សិនទ័ពសេះទ័ពស្រួចលាក់បើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកេបសេះឲ្យសពសម្រាប់ចំនួន3ថ្ងៃដើម្បីរៀបក្បួនវេលុកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនោះបានជួបឈ្មោះមកជាច្រកអានសេះដែលជាច្រកចេញធ្វើសឹកនិងការស្លៀនពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយសៀមផងច្រកអានសេះស្ថិតនៅភាគខាងជើងស្រុកជួមខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើខ្នងភ្នំដងរែកជួបព្រំប្រទល់ខេត្តអូប៊ុនប្រទេសថៃរូបសំណាក់តាអ៊ុំដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សុករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានសាងសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាហេតុដូច្នេះទើបយោធាសៀមតែងតែចង់វាយកំទេចរូបសំណាក់លោកតាអ៊ុំនេះក្នុងចំនួន2លើកកាលពីថ្ងៃទី24 28ខែកក្កដានិងថ្ងៃទី7 27 ខែធ្នូឆ្នាំ2025កន្លងមកនេះ